ម្សិលមិញនេះនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទោះរឿងបងថ្លៃប្រុសនិងប្អូនថ្លៃស្រីលួចសាហាយស្មន់គ្នាត្រូវប្រពន្ធតែមិនទាន់ពេលនាំគ្នាទៅឡើងឋានសួគ៌នៅផ្ទះសំណាក់រឿងនេះកើតមាននៅមតិវែកញែកជាច្រើននិងមានក្តីអាណិតជាពន់ពេកជាពិសេសអាណិតទៅកាន់បងប្អូនប្រុសស្រីដែលត្រូវជាប្តីប្រពន្ធក្បត់ហើយឃើញនៅរូបភាពក៏ដូចជាទស្សនវិជ្ជាបែបនេះស្រស់នឹងភ្នែកតែម្ដងប៉ុន្តែអ្វីកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីផ្ទុះរឿងបងថ្លៃស៊ីប្អូនថ្លៃស្រីស្រាប់តែគណនីមួយមានឈ្មោះថាម៉ាក់អានុតបានចេញមកបញ្ជាក់ថានារីដែលប្តីលួចសាហាយស្មន់ជាមួយប្អូនស្រីនោះគឺជានារីដែលយកប្តីគេដូចតែគ្នាដែរពលគឺស្ត្រីឈ្មោះម៉ាក់អានុតខ្លួនឯងទើបជាប្រពន្ធដើមពិតប្រាកដតាមរយៈការបង្ហោះរូបភាពចាស់ជាមួយអតីតបុរសខាងលើនិងកូនស្ត្រីឈ្មោះម៉ាក់អានុតរៀបរាប់យ៉ាងភ្ញាក់ផ្អើលថាខ្ញុំអត់ចង់ល្បីទេបងប្អូនពីរនាក់សាហាយដូចតែគ្នាការអត់ទ្រាំមានដែនកំណត់អ្នកអត់ចេះតែស្គាល់ពួកមីសាហាយនឹងដែរសូមរំលឹកថាមុននឹងស្ត្រីឈ្មោះម៉ាក់អានុតចេញមកទម្លាយដូច្នេះមហាជនក៏ចាប់អារម្មណ៍ក្នុងคลิปវីដេអូរបស់ស្ត្រីដែលជាប្រពន្ធទី2ហើយតាមទាន់ប្តីកំពុងដេកជាមួយប្អូនថ្លៃនោះបាននិយាយពាក្យមួយឃ្លាថាខ្លួនមិនដូចម៉ាក់អានុតឡើយទើបធ្វើឲ្យលេចចេញវត្តមានប្រពន្ធដើមចេញមកដូច្នេះ